សួស្តីអ្នកគ្នាជួយមកខ្ញុំបានសារជាថ្មីចូលមកកាន់ប្រូសានហ្គេមអ្នកគ្នាវីដេអូថ្ងៃនេះគឺខ្ញុំបានប្រាប់អ្នកគ្នាអំពីរបៀបហ្នឹងគឺប្រើ account game Minecraft 2025របស់យើងហ្នឹងហើយគឺដាក់ចូលក្នុងទូរស័ព្ទដៃដើម្បីលេង online ជាមួយនឹងគ្នាអញ្ចឹងណាគ្នាបាទអូខេគឺបាត់មកខ្ញុំយូរហើយក៏សូមជាស្រ័យអ្នកគ្នាមែនតើដោយសារខ្ញុំរវល់ខ្លាំងមែនតើហ្នឹងហើយអ្នកគ្នាបាទអូខេហើយបងប្អូនកុំភ្លេច subscribe ផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតយ៉ានឹងដាក់ mode game ថ្មីៗទៀតហ្នឹងហើយអ្នកគ្នាហើយនេះគឺជា Minecraft ដែលខ្ញុំទំតែ download ថ្មីអញ្ចឹងណាគ្នាបាទចាឥឡូវយើងមកហើយពេលលេងយូរយើងចូលទៅរបៀបបង្កើត account ទាំងអស់គ្នាហើយបងប្អូនចុចចូលត្រង់កន្លែងនេះមកចាំមកវីដេអូទៀតណាគ្នាសារសេវា ring slow ទៀតណាគ្នាសូមជាស្រ័យ content បងប្អូនចុចចូលកន្លែងសគេជឿនៅយើងហ្នឹងណាគ្នាបាទបង្កើតមកណាគ្នាយ៉ាកន្លែងនេះយើងត្រូវការចុចខាងក្រោមនេះណាគ្នាហ្នឹងហើយចុចកន្លែងហ្នឹងមកយើងចុចយកលើគេមកហ្នឹងហើយគ្នាបាទហើយអ្នកគ្នាមើលខ្ញុំមួយអ្នកគ្នាកន្លែងនេះគឺយើងត្រូវការដាក់ខែឆ្នាំខែកំណើតទេអញ្ចឹងដាក់ចោលទេអ្នកគ្នាបាទអូខេខ្ញុំដាក់ចោលសិនតែហ្នឹងហើយអ្នកគ្នាបាទហើយនេះខ្ញុំដាក់2005អញ្ចឹងអ្នកគ្នាហើយបងប្អូនធ្វើតាមខ្ញុំក៏បានដែរអ្នកគ្នាបាទហើយតម្រូវបងប្អូនមាន Gmail ហើយបងប្អូនមើលដល់ចប់ដល់កំសាទៅផ្សារទៅគឺអត់ការទេអ្នកគ្នាហើយបើសិនលឺសម្លេងរំខានក៏សូមអធិស្ឋានអ្នកគ្នាខ្លាំងមែនតើអូខេខ្ញុំនឹងរួចរាល់ខ្ញុំចុចបញ្ជូនទៅហ្នឹងហើយអ្នកគ្នាយ៉ាហើយបញ្ជូនហ្នឹងខ្ញុំចុចបញ្ជូនមកតង់ទៀតមកអូខេហ្នឹងហើយសូមអធិស្ឋានទៅខ្លាំងមែនតើដោយសារបានយ៉ាងនៅវល់ខ្លាំងហើយបងប្អូនចាំយូរអញ្ចឹងអ្នកគ្នាបាទនឹងចុចបញ្ជូនទៀតហើយបងប្អូនចុចសញ្ញាខាងក្រោមវាហ្នឹងហ្នឹងកន្លែងគូហ្នឹងចុចកន្លែងហ្នឹងមកអូខេហើយបន្តមកដល់កន្លែងនេះយើងដាក់ថ្ងៃខែយើងស្រថ្មីមកអ្នកគ្នាដាក់អីក៏បានដែរអ្នកគ្នាដាក់ដោយដើមមកយើងវិញក៏បានដែរអ្នកគ្នាបាទឥឡូវយើងធ្វើការដាក់សិនអ្នកគ្នាដាក់ចោលតែអ្នកគ្នាអត់អីទេហ្នឹងហើយដោយសារយើងបង្កើត account ហ្នឹងរៀងញ៉ៃទេអ្នកគ្នាសូមមើលមួយកុំសាយសោះអ្នកគ្នាអូខេក៏ដល់ហើយហ្នឹងគឺយើងធ្វើការដាក់ Gmail របស់យើងអញ្ចឹងអ្នកគ្នាដាក់ Gmail យើងចូលសំខាន់ថាយើងមាន Gmail ក្នុងទូរស័ព្ទហ្នឹងអ្នកគ្នាឥឡូវខ្ញុំធ្វើការដាក់ Gmail របស់ខ្ញុំសិនហ្នឹងហើយអ្នកគ្នាបាទនេះ copy ដាក់ចូលមកអូខេយ៉ាហើយយើងចុចបញ្ជូនមកតង់ទៀតមកហ្នឹងហើយនេះអ្នកគ្នាធ្វើការដាក់ឈ្មោះអ្នកគ្នាអីក៏បានកន្លែងនេះអ្នកគ្នាបាទចេះដាក់ចោលទៅអូខេខ្ញុំដាក់ចោលទីសិនអ្នកគ្នាហើយអ្នកគ្នាមើលមួយបើសិនជាឮសំឡេងរំខានក៏សូមអធិស្ឋានអ្នកគ្នាខ្លាំងមែនតើហ្នឹងណាអូខេហើយបងប្អូននៅពេញចិត្តកុំភ្លេច subscribe នឹងផងដើម្បីទទួលខ្ញុំថ្មីៗតទៀតអូខេពេលនេះដាក់ឈ្មោះនេះចុចបញ្ជូនតង់ទៀតហើយនេះគឺលោតផ្ញើសារចូលទៅក្នុង Gmail របស់យើងអញ្ចឹងអ្នកគ្នាបាទឥឡូវខ្ញុំចូលក្នុងសារសិនចឹងនឹងវាលោតឬក៏នៅអញ្ចឹងអ្នកគ្នាបាទអូខេនេះគឺវាលោតមកដល់ហើយអ្នកគ្នាបាទឥឡូវយើងយកសារលេខកូដបានខ្ទង់ដូចជា6ខ្ទង់អញ្ចឹងអ្នកគ្នាហើយយើង copy សារលេខកូដ6ខ្ទង់ហ្នឹងមកដើម្បីធ្វើការផាសចូលក្នុង color របស់យើងវិញអញ្ចឹងអ្នកគ្នាហើយបងប្អូនកុំភ្លេចមើលមួយកុំសារចុះសារឡើងគឺឃើញអត់ប្រការអត់បានអញ្ចឹងអ្នកគ្នាឥឡូវយើងដាក់លេខកូដ6ខ្ទង់ចូលក្នុងហ្នឹងហើយអ្នកគ្នាចុចបញ្ជូនម្ដងទៀតមកហ្នឹងហើយអ្នកគ្នាបាទហើយសូមជាស្រ័យមែនតើនិយាយរឿងតាក់ទេហើយដោយសារខានរឿងនិយាយយូរដែរអ្នកគ្នាបាទសូមជាស្រ័យអូខេក៏ដល់កន្លែងហ្នឹងហើយអ្នកគ្នាសូមចាំវាបន្តិចដោយសារកន្លែងហ្នឹងសម្រាប់ខ្ញុំរៀង slow អញ្ចឹងអ្នកគ្នាបាទនេះហើយកន្លែងហ្នឹងយើងចុចចកតលើវាអ្នកគ្នាចុចចកតឲ្យជាប់មកឲ្យចេញសញ្ញាគ្រីសអញ្ចឹងអ្នកគ្នាបាទអូខេឥឡូវចុចចកតសិនអ្នកគ្នាចុចចកតឲ្យវាដើរពេញយ៉ាងហ្នឹងមកយ៉ាហើយដល់វាដើរពេញហើយវាយើងបលែងដែរមកអ្នកគ្នាបាទពេលយើងបលែងដែរវាគ្រីសឲ្យអ្នកគ្នានេះអូខេវាគ្រីសបានហើយសូមចាំវាបន្តិចហ្នឹងហើយអ្នកគ្នាវាដើរអ្នកគ្នាបាទខ្ញុំចាំទីថាសម្រាប់ខ្ញុំនេះ slow អញ្ចឹងគ្នាហើយមកដល់ត្រង់កន្លែងនេះអ្នកគ្នាឲ្យ scan មុខអ្នកគ្នាបាទអ្នកគ្នាអត់មានដាក់ scan មុខទេអ្នកគ្នាដាក់លេខកូដរបស់យើងអញ្ចឹងអ្នកគ្នាបាទអ្នកគ្នាអាលេខកូដដែលយើងចាក់សោហ្នឹងអ្នកគ្នាបាទឥឡូវយើងដាក់ scan មុខហើយអូខេគ្រីសហើយវាដើរសិនទៅហ្នឹងអ្នកគ្នាបាទអូខេហើយបន្តមកទៀតវាចេញរងបែបនេះអ្នកគ្នាចុចអក្សរអូខេហ្នឹងមកអ្នកគ្នាវាបន្តទៅមុខទៀតអញ្ចឹងអ្នកគ្នាយ៉ាហើយបងប្អូនកុំភ្លេច subscribe ឲ្យផងហ្នឹងហើយអ្នកគ្នាបាទហើយត្រង់នៅចំណុចនេះអ្នកគ្នាដាក់ Gmail អ្នកគ្នាបង្កើតមិញហ្នឹងអ្នកគ្នាដាក់ Gmail ម្ដងទៀតអញ្ចឹងអ្នកគ្នាបាទអូខេចុះខាងក្រោមមកអ្នកគ្នាបាទនេះចុចខាងក្រោមហើយបន្តមកអ្នកគ្នា copy Gmail របស់អ្នកគ្នា add account ដើម្បីធ្វើការបង្កើត account អញ្ចឹងអ្នកគ្នាបាទយ៉ាចុច add ថ្មីម្ដងទៀតហើយអ្នកចុចទៅគឺវាអត់ឲ្យទេអ្នកគ្នាវាអត់ឲ្យអ្នកគ្នាចុចកន្លែង login នៅខាងលើគេហ្នឹងលើ Gmail របស់យើងហ្នឹងចុច login មកអ្នកគ្នាបាទហើយបើសិនជានិយាយតាក់ក៏សូមអធិស្ឋានអ្នកគ្នាខ្លាំងមែនតើហ្នឹងហើយអូខេឥឡូវវាដើរតិចសិនណាអ្នកគ្នាហើយដល់ហើយនេះចុចពេលថាអូខេមកហ្នឹងហើយអ្នកគ្នាបាទហ្នឹងហើយអូខេគឺចុចអូខេហើយអ្នកគ្នាគឺចេញរងបែបនេះអ្នកគ្នាចុច clear វាចេញមកហើយយើងចូលក្នុង game មកអ្នកគ្នាបាទដើម្បីធ្វើការ login ចូលអញ្ចឹងចូលពីនេះអ្នកគ្នា clear game សាថ្មីហើយអ្នកគ្នាចូលក្នុង game ហើយអ្នកគ្នាចូលឡើង setting មកដើម្បីធ្វើការបើកកន្លែងនេះដើម្បីធ្វើការបង្កើត account អញ្ចឹងអ្នកគ្នានេះបើនឹងអូខេមកធ្វើតាមខ្ញុំអ្នកគ្នាហើយនេះដាក់ខាងក្រោមគេបើអស់មកអ្នកគ្នានេះហើយយើងចុចចេញវិញមកអ្នកគ្នាហើយយើងចូលឡើងបង្កើត account សាថ្មីនេះជួយបង្កើត account ថ្មីគឺឲ្យវាដើរសិនអ្នកគ្នាបាទអូខេបន្ទាប់ពីដល់ហ្នឹងនេះចុចនេះអក្សរគេឃើញវិញមកហើយអ្នកបង្កើតឈ្មោះហ្នឹងហើយនេះគឺ Gmail យើងបង្កើតមិញអញ្ចឹងចុចលើកន្លែង account វាលើហ្នឹងមកអ្នកគ្នាបាទចុចកន្លែងហ្នឹងរកឡើងរូបហ្នឹងអ្នកគ្នាបាទដោយសារយើងបង្កើតពេញហើយអ្នកគ្នាតោះមកនេះចុចលើហ្នឹងមកហ្នឹងហើយអ្នកគ្នាហើយក៏សូមជាស្រ័យខមមិននិយាយរឿងតាក់ទេហើយអ្នកគ្នាបាទសូមកាន់តែណាភ័យទោសអូខេហើយកន្លែងហ្នឹងអ្នកចុចអក្សរខៀវខាងលើនេះមកអ្នកគ្នាហ្នឹងហើយបងប្អូនមើលមួយទៅ
ទៅនេះបង្កើតបានប្រហែលបងប្អូនចេះបង្កើត Gmail កុំភ្លេច comment ខាងក្រោមមកគឺខ្ញុំប្រាប់អ្នកគ្នាពីរបៀបបង្កើត Gmail ទៀតអីចឹងអ្នកគ្នាបាទអូខេពេលចុចឡើង ខៀវហ្នឹងហើយគឺបញ្ចេញតម្រង់ web នេះគឺវាធ្វើការយើងដាក់ឈ្មោះចឹងអ្នកគ្នាបាទអ្នកគ្នានេះដាក់ឈ្មោះដាក់រូបអីចឹងទៅហ្នឹងហើយអ្នកគ្នាបាទអូខេគឺសេវានេះ slow ទីហើយគឺសូមជឿស្ដីខ្លាំងមែនតើហ្នឹងហើយបាទអូខេឥឡូវនេះឥឡូវចុចដូរសិនអ្នកគ្នាចុចដូររូបមួយទៀតអត់ឆ្លាញ់ទេអ្នកគ្នាបាទហើយអ្នកគ្នាធ្វើការរើសរូបហើយដាក់ឈ្មោះត្រង់កន្លែងហ្នឹងមកហ្នឹងហើយអ្នកគ្នាយ៉ាហើយនិយាយរៀងតាក់ទីហើយក៏សូមជឿស្ដីខ្លាំងមែនតើឥឡូវខ្ញុំធ្វើការដាក់ឈ្មោះសិនអ្នកគ្នាដាក់ធ្វើម៉េចឲ្យវាគ្រីសឲ្យចឹងអ្នកគ្នាបាទអត់គ្រីសទេគឺដាក់បានទេយ៉ាអ្នកគ្នាដាក់សយវែងកំដកឃ្លីចឹងអ្នកគ្នាបាទដាក់សារ game ដាក់ time PC បន្តិចទៀតអ្នកគ្នាបាទអូខេបន្ទាប់មកគឺគ្រីសឲ្យអ្នកគ្នាចុចសខៀវក្រោមហ្នឹងអ្នកគ្នាបាទគឺនិយាយតាក់មែនតើដោយសារខាននិយាយរៀងយូរចឹងអ្នកគ្នាបាទអូខេគឺប៉ុណ្ណឹងមកគឺរួចរាល់បង្កើត account រួចការស្រេចហើយអ្នកគ្នាបាទសុំបន្តិចគឺវា server រៀង slow ចឹងអ្នកគ្នាបាទយ៉ាឥឡូវគឺយើងវាលោតចូលក្នុង game មកយើងវិញខ្ញុំកំពុងដើរហើយឥឡូវយើងបង្កើត account រួចការស្រេចហើយអ្នកគ្នានេះគឺសារ game PC របស់យើងដាក់ឈ្មោះមិញអ្នកគ្នាបាទអូខេហើយបងប្អូនអាចលេង online ជាមួយអ្នកគ្នាបានហើយបងប្អូនចង់បង្កើត server លេងមួយមិត្តភ័ក្តិបានកុំភ្លេច comment ខាងក្រោមមកចាំខ្ញុំបង្កើត server បង្កើតអីឲ្យអ្នកគ្នាលេងចឹងទៅអ្នកគ្នាបាទអូខេគឺប៉ុណ្ណឹងហើយគឺរួចរាល់ហើយអ្នកគ្នាគឺអាចលេងជាមួយអ្នកគ្នាបានហើយយ៉ាហើយបងប្អូនពេញចិត្តវីដេអូថ្មីៗកុំភ្លេច subscribe ឲ្យផងគឺខ្ញុំព្យាយាមនឹងចេញវីដេអូឲ្យបានច្រើនជាងមុនអ្នកគ្នាគឺអត់ឲ្យ late ដូចមុនទេហ្នឹងហើយអ្នកគ្នាបាទអូខេ goodbye អ្នកគ្នាក៏ដូចជាជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេច subscribe មកផងហ្នឹងហើយ goodbye